នេះពាក្យច្រើនអ្នកប្រើ Streamion ណាគាត់ថាអូគាត់ចុចតេស្តពីអញ្ចេះហើយគាត់ថាហ្នឹងហើយគាត់ load donation ចូលតាមពិតគាត់ config អត់តន់ត្រូវទេអញ្ចឹងយើងមើលនៅចន្លោះកន្លែងនេះអញ្ចឹងដើម្បីយើង set up អា Streamion client បានយើងគ្រាន់តែចូលទៅ doc ហើយយើងយក custom browser doc នេះហើយយើងដាក់នេះ URL នេះ streamion.com/creator/client តបមកវានឹង load ផ្ទាំងបែបនេះអញ្ចឹងវាដំបូងវាចេញមកខាងក្រៅអញ្ចឹងដើម្បីវាចូលក្នុងបានយើងទាញវានោះនេះដល់ពេលយើងឃើញ QQ យើងអាចតម្លាក់វាចូលបានហ្នឹងហើយអញ្ចឹងដល់ពេលនេះយើងវាធ្វើការ scan ជាមួយ Telegram ឧទាហរណ៍ថាខ្ញុំនៅក្នុង website គឺខ្ញុំធ្វើការ login ហើយអញ្ចឹងខ្ញុំចង់ transfer អាហ្នឹងទៅចូលទៅក្នុង OBS តែម្ដងអញ្ចឹងគ្រាន់ចុចលើហ្នឹងមកនេះអញ្ចឹងយើងមើលយើង scroll មកក្រោមគេនេះអ្នកនរគ្នាឃើញនេះ Send to OBS doc អញ្ចឹងយើងគ្រាន់តែចុចកន្លែង Send ហ្នឹងមកតមកយើងធ្វើការវាយ password នេះវាយ pin នេះអញ្ចឹង pin នេះ4092អញ្ចឹងគ្រាន់តែវាយហ្នឹងមក4092ហើយចុច authorize send មក plate វានឹង load នៅកន្លែងនេះដែរនេះឃើញអត់អញ្ចឹងវានឹងថាវាចាប់ session មកពីនេះដែរឃើញអត់អ្នកនរឃើញអត់អញ្ចឹងសម្រាប់ការគ្រប់មួយទៀតគឺយើងជ្រើសរើសគ្រប់ឲ្យត្រឹមត្រូវនេះគ្រប់យើងថាដាក់ donation អីចឹងវា load បែបនេះហើយមុននឹងយើងបង្កើតគ្រប់ហ្នឹងគឺយើងត្រូវដាក់ permission នេះសិននេះយើងចុច manage មកហើយយើងយក chat history for new member ដាក់ visible អញ្ចឹងបើសិនអ្នកនរអត់ដាក់ហ្នឹងទេទោះបី load នៅក្នុង Telegram ក៏ដោយហើយយើង set up នេះក៏ដោយក៏វាអត់ដើរដែរដោយសារតែវាចាប់អត់បានហ្នឹងហើយមួយវិញទៀតបើសិនអ្នកនរកំពុងតែប្រើអញ្ចឹងអ្នកនរប្រាប់ថាដូរមកកាន់ថានេះ private យើងដាក់ hidden អញ្ចឹងដាក់ visible អញ្ចឹងហើយវាអត់ដើរអញ្ចឹងអ្នកនរត្រូវលុបគ្រប់ចោលហើយអ្នកនរបង្កើតម្ដងទៀតអញ្ចឹងគ្រប់ហ្នឹងគឺយើងត្រូវបង្កើតមកយើងដាក់ permission អានេះដំបូងគេ import ហ្មងយើងដាក់ visible អញ្ចឹងហ្មងអញ្ចឹងដើម្បីឲ្យវាចាប់ជាប់ជាមួយនឹង Streamion បានណាហ្នឹងហើយអញ្ចឹងអានេះយើងអាចធ្វើការដូរគ្រប់បានអញ្ចឹងនៅពេលយើងចុចដូរគ្រប់ឧទាហរណ៍ថាខ្ញុំខ្វែងគ្រប់ចោលនេះអូខេអញ្ចឹងខ្ញុំអត់មានគ្រប់ទេតែខ្ញុំចង់ add គ្រប់ឡើងវិញខ្ញុំគ្រាន់តែចុច add ហ្នឹងមកហើយខ្ញុំចូលទៅកាន់កន្លែងនេះខ្ញុំចុចលើហ្នឹងហើយខ្ញុំចុច add member ហើយខ្ញុំចុចលើ invite link ហ្នឹងហើយ copy link មកហើយយើងប៉ះលើនេះមកហើយចុច check តោះមកចុច continue ហ្នឹងហើយគឺវាលុបមកគ្រប់នេះដែរឃើញអត់ហ្នឹងហើយមានតែប៉ុណ្្នឹងឯងអរគុណអ្នកនរគ្នា